ជាត្រាវិលវៃអគូកំសត់ធ្លាប់ស្បាត់សញ្ចាក្រំដួងចាំថ្លាថាស្មងភាំងក្ដីហើយអគូកំសត់ធ្លាប់ស្បាត់សញ្ចាក្រំដួងចាំថ្លាថាស្មងភាំងក្ដីពេលនេះបាត់ឆាំប្រលឹងថ្លើមថ្លៃឲ្យអូនរីងរៃកាទុំទូម្លេងកាទុំទូម្លេងបាននៅតែស្ងាត់បានយូរម្លឹងម្លឹងអបក្ដីរំពឹងទន្ទឹងទន្តែងហើយបាននៅតែស្ងាត់បានយូរម្លឹងម្លឹងអបក្ដីរំពឹងទន្ទឹងទន្តែងមិនដឹងថ្ងៃណារៀបរាវិលវិញទៅម្នេញម្នាក់ឯងថ្លែងប្រាប់លោកគេជំរាបសួរបងគឹមហេងជំរាបសួរបាទថ្ងៃនេះគឺក្រុម K4K បាននាំយកអំណោយកង់ចំនួន10មកឲ្យក្មេងៗនៅក្នុងមជ្ឈមណ្ឌលនេះមែនទេបាទអញ្ចឹងចង់ជំរាបសួរបងគឹមហេងបន្តិចថាតើអំណោយទាំងនេះធ្វើយ៉ាងម៉េចដែលអាចថាប្រមូលថវិកាឬមួយក៏ថវិកាបងផ្ទាល់ចេញដើម្បីទិញអំណោយនេះមកជូនក្មេងៗបាទអញ្ចឹងការយកអំណោយកង់10មកជូនមជ្ឈមណ្ឌលនេះមិនមែនជាលើកទី1គឺយើងធ្វើលើកទី2ការលើកទី1គឺមិនមែនយកកង់មកគឺយើងយកជាអង្គជាសភៅជាអីមកឲ្យហើយក៏មានការចូលរួមពីបងប្អូនយើងទាំងក្នុងស្រុកហើយនិងក្រៅស្រុកដែរអញ្ចឹងឆ្លៀតឱកាសនេះក៏សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រដល់ក្រុមខ្មែរដើម្បីខ្មែរហ្នឹងដែលយើងជួយចែករំលែកទឹកចិត្តរបស់យើងហ្នឹងដោយថាតិចក្តីច្រើនក្តីគឺយើងដើម្បីកុមារកំព្រាកុមារដែលគ្នាតែខ្វះខាតក្នុងជីវភាពឬមួយក៏ខ្វះខាតសម្ភារៈសិក្សាដើម្បីទៅសិក្សាហើយពេលដែលមកលើកមុនហ្នឹងគឺមណ្ឌលបាននិយាយថានៅទីនេះគឺមានការខ្វះខាតកង់ដើម្បីឲ្យកុមារជិះពីហ្នឹងពីកន្លែងមណ្ឌលហ្នឹងទៅសាលារៀនគឺដែលមានចម្ងាយ7គីឡូអញ្ចឹង7គីឡូបើសិនជាយើងដើរទៅគឺมันអាចទៅរួចទេវាឆ្ងាយអញ្ចឹងហើយបានក្រុមខ្មែរដើម្បីយើងខ្មែរដើម្បីខ្មែរយើងថាយើងគិតថាយើងបង្កើតកម្មវិធីមួយដើម្បីរៃអង្គាសលុយហ្នឹងដើម្បីយកមកទិញកង់ជូនបងប្អូនយើងអញ្ចឹងខ្ញុំទៅផ្ទះវិញក៏ខ្ញុំបានធ្វើជាកម្រងហើយដាក់ផ្សាយនៅលើ website Facebook ហើយនៅលើ website WordPress ផ្សេងៗហើយក៏អំពាវនាវរកមិត្តភ័ក្តិនិងអ្នកដែលយើងស្គាល់គ្នាអញ្ចឹងថាអ្នកដែលមានចិត្តចង់ជួយអញ្ចឹងក៏សូមជួយមកព្រោះកង់មួយហ្នឹងគឺវាតម្លៃ$40ដល់ពេលអញ្ចឹងក៏ពេលដែលដាក់នៅលើ Facebook ហើយក៏មានបងប្អូនយើងចាប់អារម្មណ៍មានទាំងកាណាដាមានទាំងនៅបារាំងមានទាំងនៅអីគឺគាត់ផ្ញើលុយតាម Western Union ផ្ញើតាមសេវាផ្ញើលុយផ្សេងៗហ្នឹងហើយអ្នកដែលនៅក្នុងក្រុងហ្នឹងគឺគាត់យកលុយមកឲ្យផ្ទាល់អញ្ចឹងរយៈពេលប្រហែលជា3-4អាទិត្យអីគឺយើងបានលុយគ្រប់ហ្នឹងហើយក៏យើងចាប់ដើមទិញកង់យកមកឲ្យនៅថ្ងៃនេះឯងបាទសូមអរគុណច្រើននៅការបកស្រាយរបស់បងគឹមហេងបាទសូមអរគុណមជ្ឈមណ្ឌលកុមារសន្តិភាពទី1នេះខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលបានយកកង់មកជូនកុមារយើងនេះហើយតាមពិតទៅខ្ញុំសូមជម្រាបអូនថាសិស្សដែលត្រូវរៀននៅសាលាមធ្យមសិក្សានេះមានចំនួន37នាក់ដែលសាលានៅឆ្ងាយពីទីនេះណាដែលមានចម្ងាយរហូតដល់7គីឡូម៉ែត្រអញ្ចឹងកង់ដែលមជ្ឈមណ្ឌលមានគឺមាន26កង់ហើយយើងនៅខ្វះ11កង់ឥឡូវខ្ញុំបានទទួលកង់10គិតថាសិស្សនៅខ្វះ1នាក់ទៀតហើយនៅឆ្នាំក្រោយនេះសិស្សនៅដែលត្រូវរៀននៅសាលាអនុវិទ្យាល័យឡើងទៅអនុវិទ្យាល័យមានចំនួន12នាក់សិស្សទាំងនេះហើយដែលជាអ្នកខ្វះកង់មានតែសិស្ស4នាក់ទេដែលរៀននៅថ្នាក់ទី12ដែលនឹងបញ្ចប់នៅឆ្នាំក្រោយនេះអមរជាបងប្អូនដែលនាំមកនៅអំណោយនេះខ្ញុំសូមផ្ដាប់ចោលដល់បណ្ដាសប្បុរសធម៌ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមបន្តការជួយទៅដល់មជ្ឈមណ្ឌលនេះពីព្រោះកុមារយើងគឺជាជនកម្ពុជាដែលក្រីក្រគ្មានឪពុកម្ដាយអ្នកខ្លះគ្មានទាំងឪពុកទាំងម្ដាយស្ថិតនៅក្នុងភាពក្រីក្រហើយខ្ញុំសង្ឃឹមថាអស់លោកដែលជាសប្បុរសជនទាំងនៅក្រៅប្រទេសក្នុងប្រទេសនឹងបន្តការជួយនេះជានិច្ចសួស្តីបងអូនសួស្តីបងចា៎បាទថ្ងៃនេះគឺក្រុម K4K របស់បង
បានយកអំណោយកង់ចំនួន10គ្រឿងមកជូនទៅដល់សាលាបងប្អូនអញ្ចឹងបងអូនមានអារម្មណ៍យ៉ាងម៉េចដែរថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយណាស់នៅពេលក្រុមពួកបងបានជួយឧបត្ថម្ភដល់កុមារយើងខ្ញុំទាំងអស់ខ្ញុំដំណើរឲ្យក្រុមកុមារយើងខ្ញុំសូមអរគុណទៅដល់ម្ចាស់ឧបត្ថម្ភឬក៏ក្រុម K4K ចាខ្មែរដើម្បីខ្មែរចាខ្មែរដើម្បីខ្មែរខ្ញុំសូមអរគុណទីច្រើនដែលបានជួយឧបត្ថម្ភដល់យើងខ្ញុំបាទអូខេអរគុណបងស្ដីអូនស្ដីបងថ្ងៃនេះក្រុមបងតំណាងឲ្យ K4K ក្រុមបងគាត់យកកង់មកជូនអូនចំនួន10គ្រឿងចឹងបងចង់ដឹងថាតើទឹកអូនអារម្មណ៍យ៉ាងណាដែរចំពោះការទទួលបានកង់នេះចំពោះខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានពួកបងបានជួយឧបត្ថម្ភជាកង់សម្រាប់ឲ្យពួកខ្ញុំបានជិះទៅរៀនចឹងពួកឯងឥឡូវកំពុងតែខ្វះកង់ហ្នឹងវាអត់គ្រប់គ្នាអ្នកខ្លះទៅជិះកង់មួយ2នាក់ហើយព្រឹកងាយទៀតពេលអញ្ចឹងជួនកាលអាចបែកហើយអត់មានកង់ដូរធ្វើអត់ទាន់អញ្ចឹងបើសិនជាករណីព្រោះថាកង់មានបែកអីអញ្ចឹងតើយើងយកទៅណាឬក៏យើងចេះជួសជុលខ្លួនយើងអីវាមិនខ្លះយើងចេះជួសជុលខ្លួនយើងអ្នកអត់ចេះគឺទៅឲ្យជាងពីជួសជុលហើយចម្ងាយពីសាលាទៅពីមជ្ឈមណ្ឌលទៅដល់សាលាហ្នឹងប្រហែលប្រហែលណាប្រហែលជា7គីឡូម៉ែត្រ7គីឡូម៉ែត្រឆ្ងាយដែរទៅរៀនដល់ណាដែរអូនដល់ផ្លូវជាតិឬចិត្តនៅវត្តឬក៏ដល់ផ្លូវជាតិលេខ1ឡើងទៅផ្លូវជាតិហ្នឹងហ្មងបាទផ្លូវជាតិលេខ1បាទមិនមែនទៅអាខាងផ្លូវកោះកបីវិញទេអត់ទេផ្លូវជាតិលេខ1បងអូអញ្ចឹងមិនទៅដល់ខាងប៉ែកខាងគៀនស្វាយនោះវិញទេបាទលេខទៅរៀននៅសាលាដេកអត់នោះហ្មងបាទអូហើយប្រហែលអ្នកទៅវិញនោះ37នាក់នោះហើយមកជប់បាយរៀងខ្លួនចឹងទៅបាទជីអ្នកខ្លះជីកង់ទៅអ្នកខ្លះដើរទៅឬក៏មិនឬក៏ជីដើរឆ្ងាយដល់ជីកង់ទៅអស់គ្នាចឹងទៅនោះអូអាចឌុបគ្នា